ចាសូមជម្រាបសួរពុកម៉ែបងប្អូនចាសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាប្រាសាទដែលជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី7មួយទៀតហើយចាគឺប្រាសាទសំណាងតាសុកដែលស្ថិតនៅទល់មុខនឹងច្រកចូលខាងលិចប្រាសាទបន្ទាយឆ្មាចាគឺស្ថិតនៅភូមិបន្ទាយឆ្មាលិចឃុំបន្ទាយឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យចាប្រាសាទសំណាងតាសុកនេះដែរគឺកសាងឡើងនៅចុងសតវត្សទី12ដើមសតវត្សទី13ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7ចាដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានប្រាសាទនេះសាងសង់អំពីថ្មភក់លាយជាមួយនឹងថ្មបាយក្រៀមចាតាមរចនាបថបាយ័នប្រាសាទសាងសង់នៅលើទីទួលខ្ពស់មួយហើយមានគូទឹកព័ទ្ធជុំវិញចាប៉ុន្តែបច្ចុប្បន្នគូទឹកដែលព័ទ្ធជុំវិញប្រាសាទគឺបានខាស់រីងស្ងួតអស់ហើយបងប្អូនចាมันមានទឹកនៅសេសសល់ទេចំពោះកំពែងនៃប្រាសាទគឺត្រូវបានដួលបាក់រលំអស់ហើយចានៅសល់តែថ្មរប៉ាត់រប៉ាយនៅព័ទ្ធជុំវិញចាចំពោះតួប៉មនៃប្រាសាទគឺនៅល្អស្អាតច្រើនបងប្អូនចាគឺរូបព្រំនៃជ្រុងទាំង4គឺនៅស្រស់ស្អាតចាប៉ុន្តែប្រាសាទគឺស្ថិតនៅក្នុងព្រៃស្ងាត់ចាមិនសូវជាមានបងប្អូនណាគាត់បានអញ្ជើញមកទស្សនានិងស្គាល់ប្រាសាទមួយនេះទេចាដោយផ្លូវចូលមកកាន់ប្រាសាទក៏គ្មានបានដាក់ស្លាកសញ្ញាឈ្មោះនៃប្រាសាទដើម្បីឲ្យបងប្អូនយើងគាត់ឃើញនិងបានចូលមកទស្សនាទេចាពិតជាគួរឲ្យស្រណោះនៅស្នាដៃរបស់បុព្វបុរសខ្មែរយើងមែនទែនចាហើយប្រាសាទសំណាងតាសុកនេះក៏មិនខុសពីប្រាសាទនានាដែលនៅរណបប្រាសាទបន្ទាយឆ្មាទេចាគឺជាប្រាសាទដែលជាមន្ទីរពេទ្យចាចំពោះប្រាសាទសំណាងតាសុកនេះគឺជាមន្ទីរពេទ្យបែបជំនឿសាសនាចំណែកឯប្រាសាទមួយទៀតចាដែលនៅមិនឆ្ងាយពីប្រាសាទសំណាងតាសុកនេះទេគឺជាមន្ទីរពេទ្យបែបវិទ្យាសាស្ត្រចាអញ្ចឹងសូមបងប្អូនកុំភ្លេចអញ្ជើញមកទស្សនាប្រាសាទសំណាងតាសុកនេះផងចាអរគុណច្រើនបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះចាវីដេអូនាងខ្ញុំក៏បានឈានមកដល់ទីបញ្ចប់ដែរចាសូមបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាក៏សូមជូនពរដល់ពុកម៉ែបងប្អូនចាឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលាជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូក្រោយៗជាបន្តបន្ទាប់ទៀត